វីដេអូដែលបងប្អូនកំពុងតែឃើញនេះគឺជាទីតាំងនៃប្រាសាទព្រះវិហារហើយនៅខាងស្ដាំនេះពុកម៉ែបងប្អូននៅខាងស្ដាំនេះណាគឺជា Facebook account មួយរបស់កម្ពុជាចោរជនជាតិថៃវាបានផុសហើយពុកម៉ែបងប្អូនមើលវាដាក់ map វាគូ map អានេះរូបដែលវាគូទេវាមិនមែនជា map របស់ប្រទេសយើងជាក់ស្ដែងទេហើយនៅខាងស្ដាំនេះគឺជាទីតាំងនៃប្រាសាទព្រះវិហារហើយនេះ Google អ្នកកំណត់ព្រំដែនគោលដៅដែលយើងមើលឃើញខ្សែបន្តពណ៌សហ្នឹងគឺជាព្រំដែនរវាងកម្ពុជាយើងហើយនឹងអាចចោលឈ្លានពានថៃវានៅខាងនេះហើយយើងនៅខាងនេះប៉ុន្តែដល់វាផុសវាគូរូបអញ្ចេះវាគូរូបអញ្ចេះហើយវាដាក់ចដើហើយដឹងវាទៅសេថាមិនអត់បងប្អូនវាទៅសេថាទៅទៀតខ្ញុំចូលអានេះឲ្យនេះវាថាវាពិតជាពិបាកនឹងជឿណាស់ថាបុព្វបុរសដ៏ឆ្លាតវៃរបស់យើងចង់និយាយថាបុព្វបុរសឆ្លាតវៃរបស់ថៃរបស់អាកម្ពុជាចោរថៃហ្នឹងបានសាងសង់ផ្លូវទៅកាន់ប្រាសាទព្រះវិហារក្នុងទិសដៅដែលផ្ទុយទៅនឹងភូមិសាស្ត្រវាថាបុព្វបុរសវាហ្នឹងបានសាងសង់ប្រាសាទព្រះវិហារនេះហ្នឹងណានៅលើទឹកដីវាហើយខុសពីគោលដៅផ្ទុយពីគោលដៅភូមិសាស្ត្រដោយមានច្រាំងថ្មចោតខ្ពស់ឈរយ៉ាងអស្ចារ្យនៅពីមុខពួកវាបានន័យថាមានច្រាំងចោតខ្ពស់បើធៀបមកកាន់ខ្មែរយើងណាវាសាងសង់លើហ្នឹងហើយបែរមុខទៅខាងយើងហើយឲ្យយើងឡើងមកខាងលើចេះវាចង់បានន័យចឹងណាបងប្អូនហើយវាថាទៀតខណៈដែលព្រំដែនទឹកព្រំដែនធម្មជាតិគឺលេចធ្លោជាងអ្វីៗផ្សេងទៀតខ្ញុំអត់ចង់អានច្រើនទេខ្ញុំអានទៅវាខឹងវាមួម៉ៅមែនទែនចំពោះពួកកម្ពុជាចោរអស់ហ្នឹងណាពុកម៉ែបងប្អូនវាអត់មានឆ្ងល់ទេវាអត់ដែរមើលវាអត់មានចូល search មើល Google ណាចូល search មើលមកបន្តិចទៅបើវាចេះសរសេរវាចេះអង់គ្លេសវាចេះអក្សរប៉ុណ្ណឹងដែរវាចូលទៅវាយបន្តិចមើលប្រវត្តិសាស្ត្រប្រទេសថៃប្រវត្តិសាស្ត្រប្រទេសកម្ពុជាវាស៊ីសើចតែប៉ុណ្ណឹងទៅដឹងហើយទូទាំងពិភពលោកគេស្គាល់តែគេដឹងឮតែថាថៃកើតឡើងនៅក្នុងឆ្នាំណាហើយរីកលូតលាស់នៅក្នុងឆ្នាំណាហើយវាចុះដណ្ដើមក្នុងឆ្នាំណាមានទាំងអស់តើហើយវាអត់ចូលមើលទេឬក៏វាមើលហើយវានៅតែធ្វើមិនដឹងមិនលឺឬកម្ពុជាចោលវាចង់បានរបស់គេវាអត់ខ្វល់ណាវាអត់ខ្វល់ថាពេលដែលយកបានទីតាំងនេះរបស់គេទីតាំងនោះរបស់គេហើយវាសប្បាយចិត្តទាំងដែលប្រាសាទព្រះវិហារនេះចូលជាបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO ប្តឹងចាញ់ខ្មែរម្ដងពីរដងហើយនៅតែវាចិញ្ចឹមចិត្តថាចង់បានថាទីតាំងហ្នឹងវានៅតែជារបស់វាពួកហ្នឹងអីក៏ថោកទាបរកអីនិយាយអត់មានហើយសង្គ្រាមចប់ប្រហែលថ្ងៃហ្នឹងទីតាំងប្រហែលកន្លែងដែលវាចូលកាន់កាប់ដែលវាវាយឈ្លានពានបានណាមើលវាប៉ុណ្ណឹងហើយវានៅប្រែពិភពលោកថាយើងនឹងឈ្លានពានវាទៀតពួកនេះវាមិនដឹងជាហូរនេះដាក់អីឲ្យវាបានវាសមហើយមើលវាគូរូបវាគូរូបចដើវាធ្វើយើងនឹងឡើងតាមច្រាំងចោតហ្នឹងឡើងតាមចដើមកកាន់ប្រាសាទរបស់វាយីពួយពួកថោកទាបនេះអត់ចង់ជេរវាទេពួកហ្នឹងវាមិនដឹងថាវាមានខួរក្បាលជីវភេទអីណា